រាត្រីនេះខ្យល់ត្រជាក់បក់បោកតិចតិចលើដំបូលអគារខ្ពស់ខ្ពស់នៃភ្នំពេញថ្មីដែលមានពន្លឺភ្លើងហូឡូក្រាមពណ៌ខៀវឆ្វៃឆ្វងដោយសរសៃឈាមអគ្គិសនីលោកកៃឡុងឈើលើផ្ទៃយានហោះបំបាំងកាយរបស់គាត់កំពុងសម្លឹងមើលទៅកាន់សារមន្ទីរ Digital រាជនៅចំកណ្ដាលតំបន់អភិរក្សបេតិកភណ្ឌគោលដៅរបស់ពួកគេនៅយប់នេះគឺគំនូរដ៏ល្បីល្បាញពន់ពត់ក្នុងប្រវត្តិសាស្ត្រសិល្បៈ Digital ស្នាមញញឹមនៃព្រះច័ន្ទដែលត្រូវបានការពារដោយប្រព័ន្ធសន្តិសុខដ៏ទំនើបបំផុតក្នុងលោកកៃឡុងខ្ញុំទទួលបានសញ្ញាពីខែលថាមពល Flock Shield ហើយល្បឿនប្រៃកង់របស់វាប្រែប្រួលរៀងរាល់47វិនាទីម្ដងសូរិយាដែលជាអ្នកបច្ចេកទេសលួចចូលដ៏ចំណានរបស់ក្រុមបានរាយការណ៍មកពីក្នុងរុនខ្យល់ធំមួយនៅលើដំបូលសារមន្ទីរ30វិនាទីប៉ុណ្ណោះសូរិយាពេលដែលខ្ញុំបញ្ចេញរលកបំផ្វិន Disruptor Wave ទៅប៉ះនឹងរលកបដូរប្រេកង់ទី5របស់វាខែលនោះនឹងរលាយបាត់ជាសារធាតុអព្យាក្រឹតតែ30វិនាទីប៉ុណ្ណោះបន្ទាប់ពីនោះបើទោះបីជាយើងព្យាយាមបន្តក៏ដោយក៏ AI មេនឹងចាក់សោប្រព័ន្ធទាំងមូលដោយស្វ័យប្រវត្តិដែរកៃឡុងឆ្លើយសូរិយាបានរំកិលខ្លួនទៅតាមបំពង់ខ្យល់ដែកអាលុយមីញ៉ូមទីតានីញ៉ូមដោយពាក់ឈុតបំបាំងកាយដែលអាចបិទបាំងកម្ដៅនិងសំឡេងបាន 100% នាងបានចុះមកដល់បន្ទប់ដាក់តាំងគំនូរដ៏ធំដែលមានជញ្ជាំងកញ្ចក់ធន់នឹងក្របបែកនុយក្លេអ៊ែរគំនូរនោះស្ថិតនៅចំកណ្ដាលបន្ទប់ហ៊ុមព័ទ្ធដោយពន្លឺពណ៌ស្វាយស្រាលៗដែលជាសញ្ញានៃ Camouflage កៃឡុងស្រែកពីវិទ្យុទំនាក់ទំនង5វិនាទីត្រៀមខ្លួន4 3 2 1ឥឡូវនេះ Camouflage បានរលត់ចុះភ្លាមប្រែក្លាយពីថាមពលទៅជាពន្លឺអបពណ៌សរលាយចូលក្នុងខ្យល់សូរិយាលូកដៃទៅកាន់ស្រោមដៃបច្ចេកវិទ្យាទំនៀន Gravitational Gauntlet របស់នាងបានដាក់ស្រោមដៃនោះលើស៊ុមគំនូរដែលធ្វើពីលោហៈធាតុបុរាណហើយប្រើកម្លាំងទំនៀនដើម្បីលើកគំនូរនោះចេញពីជញ្ជាំងដោយជៀសវាងការប៉ះពាល់ដល់ឧបករណ៍វាស់ទម្ងន់ដ៏រសើបបានហើយខ្ញុំចាប់យកវាបានដោយគ្មានសញ្ញាដាស់តឿនសូរិយាខ្សឹបនាងរត់សំដៅទៅរុនខ្យល់ដែលជាច្រកចេញរបស់នាងតែស្រាប់តែពេលនោះសំឡេងស្វ័យប្រវត្តិកម្មត្រចៀកនៃ AI មេបានបន្លឺឡើងពេញបន្ទប់ការលួចចម្លងត្រូវបានចាប់បានគំនូរស្នាមញញឹមនៃព្រះច័ន្ទមិនទាន់ត្រូវបានយកចេញពីកន្លែងដាក់តាំងឡើយសូរិយាភ្ញាក់ផ្អើលនាងងាកទៅមើលកន្លែងដែលនាងបានយកគំនូរចិនក៏ឃើញ Camouflage បានបិទឡើងវិញម្ដងទៀតហើយគំនូរស្នាមញញឹមនៃព្រះច័ន្ទក៏បង្ហាញខ្លួនឡើងវិញនៅលើជើងជាងយ៉ាងល្អឥតខ្ចោះកៃឡុងវាជានុយខ្ញុំបានយកគំនូរមួយផ្ទ្រាំងដែលមើលទៅដូចគ្នាបេះបិទតែពេលនេះវាលេចឡើងម្ដងទៀតសូរិយាភ័យស្លន់ស្លោកៃឡុងសើចយ៉ាងស្ងាត់តាមវិទ្យុដឹងហើយសូរិយានោះគឺជាផែនការតាមពីដើមមកមើលទៅក្រោយស៊ុំដែលអ្នកកំពុងកាន់សូរិយាបានដាក់ស៊ុំគំនូរខ្លែងខ្លាយនោះចុះលើអ៊ឺតដែកត្រជាក់នាងបានប្រើកាំបិតឡាស៊ឺតូចរបស់នាងកាត់គែមខាងក្រោយស៊ុំហើយក៏ប្រទះឃើញបន្ទះឈីបទិន្នន័យតូចមួយដែលមានពន្លឺពណ៌ក្រហមព្រិចបញ្ចូលជាប់យ៉ាងស្អិតឈីបនោះមានទំហំតូចជាងក្រចកដៃបន្តិចស្នាមញញឹមនៃព្រះច័ន្ទពិតជាគំនូរដែលមានពន្លឺរឹង Hard Light Projection ពួកគេដាក់តាំងវាដើម្បីបង្វែងអារម្មណ៍តែចំណែកឯស៊ុំខ្លែងខ្លាយនេះវាជាស៊ុំពេតតែមួយគត់ដែលមានលេខកូដអន្តរវិមាត្រដែលក្រុមអភិរក្សបានលាក់ទុកនៅក្នុងសារមន្ទីរអស់រយៈពេលរាប់ទសវត្សរ៍នោះហើយគឺជាគោលដៅពិតរបស់យើងមិនមែនគំនូរទេតែជាទិន្នន័យកៃឡុងបញ្យលខ្ញុំទទួលបានឈីបហើយសូរិយានិយាយដោយក្តីរីករាយរួចក៏បោះបង់ស៊ុំគំនូរចោលនាងបានរំកិលខ្លួនចូលទៅក្នុងរុនខ្យល់វិញយ៉ាងរហ័សនៅពេលជាមួយគ្នានោះទ្វារបន្ទប់បានបើកដោយសំឡេងឮសូរគោក្រឹកគោក្រែងហើយរ៉ូបូតយាមកាមចំនួន3គ្រឿងបានហោះចូលមកក្នុងបន្ទប់ដោយបាញ់ពន្លឺឡាស៊ែស្វែងរកយ៉ាងញ៉ាប់រហ័សគ្រប់ជ្រុងតែសូរិយាបានឡើងទៅដល់ដំបូលលួចបាត់ទៅហើយកៃឡុងបានបង្កើនល្បឿនយានហោះបំបាំងកាយរបស់គាត់ចេញពីតំបន់នោះដោយបន្សល់ទុកតែភាពស្ងាត់ស្ងៀមមួយរយៈពេលខ្លីមុនពេលសំឡេងរ៉ូទីសន្តិសុខពេញទីក្រុងបានបន្លឺឡើងជារលឹកសំឡេងព្រៃកង់ខ្ពស់ក្រុមចៅលួចគំនូរបានទទួលជោគជ័យម្ដងទៀត
ដោយបានលួចយកវត្ថុដែលគ្មាននរណាគិតដល់គឺបេះដូងទិន្នន័យរបស់ពិភពលោកដែលលាក់ក្រោមការពង្រៀងចំណាប់អារម្មណ៍នៃសិល្បៈដ៏អស្ចារ្យគំនូរពន្លឺរឹងនៅតែព្យួរនៅទីតាំងដើមញញឹមដាក់ពិភពលោកដែលត្រូវបានពន្ឆោតដោយភាពស្រស់ស្អាតរបស់វា